សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីជាមួយនឹង Channel និទានយប់ជ្រៅថ្ងៃនេះខ្ញុំមានរឿងនិទានមួយសម្រាប់ចែកជូនបងប្អូនសម្រាប់ការស្ដាប់ទស្សនារឿងនេះមានចំណងជើងថាចៅចិត្តជាតោះកុំឲ្យចាំពេលយូរយើងទៅស្ដាប់ការនិទានទាំងអស់គ្នាមានរឿងព្រេងមួយដំណាលថាកាលពីព្រេងនាយមានកំឡោះម្នាក់នៅជាមួយនឹងឪពុកម្ដាយដោយសារតែក្មេងប្រុសនេះចូលចិត្តលួចគេអ្នកស្រុកក៏ហៅគេថាអាចៅចិត្តជាលុះក្មេងនោះចម្រើនវ័យឡើងឪពុកក៏ស្លាប់ចោលនៅតែម្ដាយចៅនោះមិនគិតធ្វើការរកស៊ីអ្វីទេឲ្យតែដល់វេលាយប់កាលណាអាលនឹងធ្វើជាចៅចិត្តជាដើរលួចទ្រព្យសម្បត្តិអ្នកស្រុកទាំងពួងម្ដាយទូមានប្រដៅយ៉ាងណាក៏មិនព្រមធ្វើតាមទើបម្ដាយយកកូនទៅនៅឯវត្តដើម្បីរៀនអក្សរចៅនោះក៏មិនខំរៀនសូត្រទៀតប្រព្រឹត្តតែអំពើលួចទ្រព្យគេនិងចិញ្ចឹមម្ដាយនិងខ្លួនឯងគ្រូរំលឹកប្រដៅដូចម្ដេចក៏មិនព្រមស្ដាប់ថ្ងៃមួយស្ដេចនៅក្នុងនគរនោះទ្រង់ចេញមកប្រថាប់ចុងព្រះរាជរោងឲ្យសេនានាយមើលសពមុខមន្ត្រីចូលគាល់ទ្រង់មានព្រះរាជអង្គការថានាយខេត្តមួយនៅទំនេរពុំមានឈ្មោះអ្នកណាឈរនៅឡើយទេបើមាននរណាយកប្រាក់40កហបណៈមកដាក់នៅលើឃ្លាំងយើងនឹងឲ្យឈរឈ្មោះជាចៅហ្វាយស្រុករក្សាខេត្តនោះចុះបន្ទាប់ពីស្ដេចក៏យាងចូលក្នុងព្រះរាជវាំងវិញគ្រានោះមានមន្ត្រីតូចម្នាក់វិលមកផ្ទះដេកកាត់ទុកចង់ធ្វើជាចៅហ្វាយស្រុកនោះណាស់លុះដល់វេលាយប់ចូលដំណេកប្តីនិយាយនឹងភរិយាថាអូនអើយឥឡូវស្ដេចមានព្រះបន្ទូលថាបើឈ្មោះណាមាន40កហបណៈថ្វាយព្រះអង្គដាក់ឃ្លាំងទ្រង់នឹងឲ្យធ្វើជាចៅហ្វាយស្រុករក្សាខេត្តមួយនោះដែលនៅទំនេរភរិយាឆ្លើយថាអោអ្នកអើយចិត្តខ្ញុំចង់ធ្វើជាចៅហ្វាយស្រុកណាស់តែសប្ថ្ងៃយើងក្រីក្រណាស់ធ្វើម្ដេចនឹងមានប្រាក់ថ្វាយស្ដេចទៅនិយាយហើយក៏នាំគ្នាបន់ទេវតាថាអោលោកទេវតាអើយជួយឲ្យខ្ញុំបានប្រាក់40កហបណៈថ្វាយស្ដេចផងខ្ញុំនឹងធ្វើជាចៅហ្វាយស្រុកនៅគ្រានេះឯងដើម្បីរក្សាស្រុកនេះឲ្យមានស្ថិរភាពនិងសុខសวัสดิភាពជារៀងអើយពេលនោះចៅចិត្តជាដើរលួចគេហើយក៏មកអង្គុយក្រោមផ្ទះមន្ត្រីនោះបានស្ដាប់ឮដូច្នោះក៏មានចិត្តអាណិតហើយក៏យកប្រាក់40កហបណៈប្រទះខ្លួនវិចនឹងកំណាត់សម្ពុតហើយលូកដៃតាមជញ្ជាំងយកទៅឲ្យមន្ត្រីនោះរួចក៏ត្រឡប់ទៅផ្ទះវិញលុះភ្លឺឡើងមន្ត្រីនោះភ្ញាក់ឡើងក៏ក្រឡេកឃើញបង្វិចសម្ពុតនោះហើយក៏លើកស្រាយមើលឃើញប្រាក់40កហបណៈអរណាស់ក៏ប្រាប់ប្រពន្ធថាយើងបានប្រាក់40កហបណៈហើយម៉ែវានេះគឺជាប្រាក់ទេវតាប្រគល់ឲ្យយើងប្រពន្ធក៏ស្ទុះមកមើលហើយក៏ឃើញច្បាស់ថានេះគឺជាប្រាក់40កហបណៈមែនក៏មានចិត្តត្រេកអរជាពន់ពេកលុះដល់ថ្ងៃរសៀលមន្ត្រីនោះក៏យកប្រាក់40កហបណៈនោះទៅថ្វាយស្ដេចដាក់ឃ្លាំងព្រះអង្គក៏តាំងមន្ត្រីនោះឲ្យធ្វើជាចៅហ្វាយស្រុករក្សាខេត្តនោះតទៅឯចៅចិត្តជាកាលបានដឹងថាមន្ត្រីនោះបានធ្វើជាចៅហ្វាយស្រុកហើយក៏ដើរស្វែងរកលួចអ្នកស្រុកណានៅក្នុងខេត្តនោះចៅចិត្តជាបានលួចគេហើយប៉ុន្តែពេលនេះគឺមិនដូចពេលមុនឡើយម្ចាស់គេក៏បានចាប់ក្រឹតបានម្ចាស់ទ្រព្យនោះនាំចៅចិត្តជាទៅជូនស្វាយស្រុកបង្គាប់ឲ្យមេគុកឲ្យដាក់ច្រវាក់ឃុំទុកនៅក្រោមផ្ទះលុះដល់វេលាយប់ស្ងាត់ចៅចិត្តជានិយាយតែម្នាក់ឯងថាអោព្រះអើយហេតុតែឯងមានចិត្តអាណិតគេចង់ធ្វើជាចៅហ្វាយស្រុកខ្លួនក៏ឯងក៏ខំនាំប្រាក់40កហបណៈនោះវិចនឹងកំណាត់យកមកឲ្យគេទាំងយប់ឥឡូវនេះគេបានធ្វើជាចៅហ្វាយស្រុកហើយគេមិនមេត្តាដល់ឯងបន្តិចសោះគេបែរជាចាប់ឯងដាក់គុកច្រវាក់ឃុំទុកយ៉ាងវេទនាចៅចិត្តជានិយាយតែពាក្យដដែលនេះតែម្នាក់ឯងហើយចៅហ្វាយស្រុកនិងប្រពន្ធបានឮចៅនិយាយដូច្នោះក៏ពិភាក្សាគ្នាថាចៅនិយាយនេះដូចជារឿងរបស់យើងណាយើងគួរតែចុះទៅសួរវាមើលចៅហ្វាយស្រុកចុះពីផ្ទះសួរចៅចិត្តជាថាយើងឮឯងនិយាយអីយើងដូចជាស្ដាប់បានខ្លះចូលឯងនិយាយម្ដងទៀតមើលអាចៅចិត្តជាបាននិយាយម្ដងទៀតថាខ្លួនខ្ញុំនេះគឺជាមនុស្សប្រព្រឹត្តចោរកម្មដើរលួចតែទ្រព្យគេរាល់យប់យកមកចិញ្ចឹមជីវិតកាលពីលោកនៅជាមន្ត្រីតូចពុំបានធ្វើជាចៅហ្វាយស្រុកវេលាយប់មួយនោះខ្ញុំបានដើរលួចគេហើយក៏មកអង្គុយក្រោមផ្ទះលោកឬលោកនិងប្រពន្ធនិយាយថាពួកលោកចង់បានប្រាក់40កហបណៈថ្វាយស្ដេចព្រោះចង់ធ្វើជាចៅហ្វាយស្រុកខ្ញុំឮដូច្នេះមានចិត្តអាណិតលោកក៏ទៅយកប្រាក់40កហបណៈពីផ្ទះវិចនឹងកំណាត់សម្ពុតយកមកដាក់ក្បែរក្បាលដំណេររបស់លោកហើយខ្ញុំក៏ត្រឡប់ទៅផ្ទះវិញក្រោយមកខ្ញុំឮគេថាលោកបានធ្វើចៅហ្វាយស្រុកខ្ញុំក៏បានមកលួចគេនៅក្នុងខេត្តនេះដើម្បីឲ្យគេចាប់ខ្លួនខ្ញុំ
គេក៏នាំខ្លួនខ្ញុំមកជូនលោក លោកក៏ដាក់ទោសខ្ញុំមិនប្រណី ចៅហ្វាយស្រុកកាលស្ដាប់ឮដូច្នេះហើយក៏ជឿជាក់ហើយក៏និយាយថា អោសម្លាញ់អើយ នេះជារឿងពិត ដែលខ្ញុំបានធ្វើជាចៅហ្វាយស្រុកក៏ព្រោះតែឯងជួយ ឥឡូវឯងឈប់ពិបាកចិត្តទៅ ព្រឹកនេះខ្ញុំនឹងលេងឯងឲ្យរួចផុតពីទោស ហើយឯងនិងខ្ញុំគឺជាសម្លាញ់នឹងគ្នាតទៅ ចៅហ្វាយស្រុកសួរថាឯងឈ្មោះអី បុរសនោះជម្រាបថាខ្ញុំឈ្មោះថាជាចៅចិត្តជា លុះភ្លឺច្បាស់ចៅហ្វាយស្រុកក៏បានដោះលែងចៅចិត្តជាហើយនិយាយថាសម្លាញ់ខ្ញុំនឹងចិញ្ចឹមឯងពីថ្ងៃនេះតទៅចូលឯងកុំលួចគេទៀតអីចៅចិត្តជាឆ្លើយថារឿងលួចនោះខ្ញុំមិនទាន់បានឈប់ទេខ្ញុំគ្រាន់តែលួចប្រាក់បន្តិចបន្តួចយកទៅចិញ្ចឹមម្ដាយដែលមេម៉ាយតែប៉ុណ្ណោះចៅហ្វាយស្រុកក៏បានឲ្យប្រាក់30កហបណៈធ្វើដំណើរទៅឲ្យម្ដាយតែចៅចិត្តជាប្រកាសមិនព្រមយកចៅហ្វាយស្រុកសួរថាផ្ទះសម្លាញ់នៅឯណាចៅចិត្តជាបានប្រាប់ថាផ្ទះខ្ញុំនៅទីនោះលីហើយចៅហ្វាយស្រុកខ្ញុំទៅផ្ទះវិញហើយគ្រានោះមានរោគអបរាជនិងមន្ត្រីតូចម្នាក់កើតសេចក្តីវិវាទទើសទែងគ្នាជាយូរខែតែមន្ត្រីតូចនោះមានគំនិតកំគូនចង់សម្លាប់លោកអបរាជនោះមន្ត្រីនោះមានស្រីបំណៅម្នាក់ជាទីទុកចិត្តស្រីបំរើនោះខំគប់ចិត្តចៅហ្វាយមិនឲ្យទើសចិត្តវេលាយប់ស្ងាត់មន្ត្រីនោះនិយាយនឹងស្រីបំរើថាយើងចង់ឲ្យនាងឯងជួយរឿងមួយព្រោះយើងស្អប់លោកអបរាជនោះណាស់យើងចង់សម្លាប់គេចោលតែមិនដឹងរកអ្នកណាឲ្យជួយបានទេតែសប្តាហ៍ថ្ងៃនេះយើងឃើញនាងមានប្រាជ្ញាជាងគេហើយមន្ត្រីនោះបង្គាប់ស្រីបំរើថាចូលឯងចេញពីខ្ញុំហើយទៅធ្វើជាស្រីបំរើឲ្យលោកអបរាជនៅនឹងគេសិនចុះតែឯងត្រូវផ្គប់គុណគេឲ្យដូចនៅជាមួយនឹងយើងពេលលោកអបរាជនោះទុកចិត្តនឹងនាងឲ្យនាងចូលបំរើខាងក្នុងនាងចាំពេលវេលាស្ងាត់ពេលដែលលោកយមរាជនោះដេកលក់ចូលនាងដុតរំលាយសំណឲ្យក្តៅពុះរួចយកទៅចាក់ចូលក្នុងមាត់លោកអបរាជនោះទៅគេនឹងស្លាប់គ្មានអ្នកណាដឹងឡើយបើឯងធ្វើបែបនេះបានយើងនឹងចេញប្រាក់លួសនាងយកមកវិញឲ្យរួចពីខ្ញុំគេស្រីបំរើនោះស្ដាប់ហើយក៏ទទួលការសពគ្រប់នៅពេលវេលាយប់នោះដែរចៅចិត្តជាដល់លួចគេហើយក៏ដើរមកអង្គុយក្រោមផ្ទះមន្ត្រីនោះការមន្ត្រីនោះបង្គាប់ស្រីបំរើឲ្យសម្លាប់លោកអបរាជដូចម្ដេចក៏ស្ដាប់បានទាំងអស់ថ្ងៃក្រោយស្រីបំរើនោះលាម្ចាស់ទៅរកធ្វើការបំរើឲ្យលោកអបរាជហើយនៅបំរើលោកអបរាជក៏ទទួលចេញប្រាក់លួសឲ្យនាងនៅបំរើខ្លួននាងនោះគប់គុណខំបំរើលោកអបរាជនិងជំទាវមិនឲ្យទើសចិត្តឡើយលោកអបរាជនិងជំទាវក៏ទុកចិត្តស្និទ្ធស្នាលឲ្យនាងចូលខាងក្នុងបំរើចិត្តដិតធម្មតានៅពេលវេលាស្ងប់ស្ងាត់ស្រីបំរើនោះដឹងថាលោកអបរាជសម្រានលក់ហើយក៏ដើរទៅដុតរំលាយសំណឲ្យក្តៅពុះហើយក៏លើកសំណនោះទៅចាក់ចូលមាត់លោកអបរាជក៏ស្លាប់ភ្លាមរួចនាងក៏ដើរត្រឡប់ទៅកន្លែងដេកវិញលុះព្រឹកឡើងលោកជំទាវក៏ភ្ញាក់បានដឹងថាដីស្លាប់ក៏ស្រែកទ្រហោយំធ្វើឲ្យមនុស្សផ្អើលមកមើលលោកជំទាវក៏បានទៅក្រាបទូលស្ដេចតាមដំណើររឿងព្រះអង្គទ្រង់ក៏ចាត់មន្ត្រីឲ្យមកមើលតែមិនដឹងថាគេស្លាប់ដោយសារអ្វីព្រោះគ្មានស្លាកស្នាមក៏ក្រាបទូលស្ដេចតាមដំណើររឿងព្រះរាជាទ្រង់ឲ្យគេយកសពនោះទៅបញ្ចប់តាមការគូក្រោយមកដល់រដូវបុណ្យទ្វាតសមាសនាម៉ឺនសពមុខមន្ត្រីចូលកិលព្រះមហាក្សត្រទ្រង់មានព្រះរាជអង្គការថាបើនរណារកមនុស្សដែលសម្លាប់លោកអបរាជឃើញយើងនឹងឲ្យធ្វើជាទីអបរាជព្រួយស្ដេចក៏ចូលយាងទៅខាងក្នុងវិញសេនាធិបតីនាម៉ឺនសពមុខមន្ត្រីក៏ទៅផ្ទះរៀងខ្លួនគ្រានោះចៅហ្វាយស្រុកដែលជាសម្លាញ់នឹងចៅចិត្តជាចង់ធ្វើជាអបរាជណាស់ក៏ដើរទៅរកចៅចិត្តជាទូលថាសម្លាញ់ឯងមានការអីចៅហ្វាយស្រុកប្រាប់ថាខ្ញុំមកនេះចង់សួរឯងបន្តិចត្បិតលោកអបរាជស្លាប់ដោយអត់មាននរណាដឹងថាមកពីរោគអ្វីឥឡូវស្ដេចមានព្រះអង្គការថាបើនរណារោគមុខមនុស្សដែលសម្លាប់លោកអបរាជឃើញទ្រង់នឹងឲ្យធ្វើជាទីអបរាជរឿងនេះសម្លាញ់ឯងមានដឹងទេត្បិតខ្ញុំចង់ធ្វើជាទីអបរាជណាស់ចៅចិត្តជាឆ្លើយថារឿងនេះខ្ញុំបានដឹងច្បាស់ព្រោះនៅយប់មួយនោះខ្ញុំដើរលួចគេហើយខ្ញុំមកអង្គុយនៅក្រោមផ្ទះរបស់មន្ត្រីតូចម្នាក់ដែលនៅខាងជើងផ្ទះលោកអបរាជឆ្ងាយពីគ្នាបន្តិចមន្ត្រីនោះបាននិយាយប្រាប់ស្រីបំរើម្នាក់ចៅចិត្តជាក៏បាននិយាយតាមដំណើររឿងគ្រប់យ៉ាងចៅចិត្តជាបានប្រាប់ថាចូលសម្លាញ់ឯងទៅក្រាបទូលស្ដេចតាមរឿងនេះចុះតែឲ្យគះខ្មោចលោកអបរាជនោះមកវាមើលបើឃើញសំណនៅក្នុងពោះនោះមែនសម្លាញ់ឯងនឹងបានធ្វើជាទីអបរាជមិនខានចៅហ្វាយស្រុកបានស្ដាប់ហើយក៏ត្រឡប់ទៅផ្ទះវិញដល់ថ្ងៃបន្ទាប់ចៅហ្វាយស្រុកក៏បានទទួលស្ដេចតាមដំណើររឿងពិតគ្រប់យ៉ាងស្ដេចទ្រង់ឲ្យសេនាទៅចាប់មន្ត្រីនិងស្រីបំរើនោះមកឃុំទុកទ្រង់
ឲ្យកះខ្មោចលោកអបរាជនោះមកវះមើលឃើញសំណនៅក្នុងពោះនោះមែនទ្រង់ឲ្យជំនុំជម្រះរឿងក្តីនេះស្ត្រីបម្រើបានសារភាពថាមែនទើបស្ដេចឲ្យគេប្រហារជីវិតទាំងពីរនាក់ចោលទៅទ្រង់ក៏បានតែងតាំងចៅហ្វាយស្រុកនោះធ្វើជាទីអបរាជឯចៅហ្វាយស្រុកកាលបើបានធ្វើជាទីអបរាជហើយក៏ឲ្យអ្នកបម្រើទៅហៅចៅចត្រជាសម្លាញ់លុះមកដល់គាត់ក៏ប្រាប់ថាសម្លាញ់អើយឯងមានគុណលើខ្ញុំច្រើនណាស់ឥឡូវនេះខ្ញុំបានធ្វើជាអបរាជហើយគឺដោយសារតែឯងជួយខ្ញុំពីថ្ងៃនេះតទៅចូលឯងកុំលួចគេទៀតអីខ្ញុំសុខចិត្តចិញ្ចឹមម្ដាយឯងនិងសម្លាញ់ឯងអស់មួយជីវិតចៅចត្រជាឆ្លើយថាខ្ញុំលួចគេតែម្ដងទៀតទេនិយាយរួចចៅចត្រជាក៏ត្រឡប់ទៅផ្ទះវិញវេលាយប់ចៅចត្រជាក៏ទៅលួចដង្ខៅម្នាក់បានប្រាក់និងសំពត់អាវជាច្រើនទៅជូនម្ដាយលុះព្រឹកឡើងចៅចត្រជាបានទៅប្រាប់លោកអបរាជថាសម្លាញ់យប់មិញខ្ញុំលួចគេបានប្រាក់និងសំពត់អាវច្រើនណាស់ពីថ្ងៃនេះតទៅខ្ញុំលះបង់រកស៊ីលួចគេទៀតហើយសូមសម្លាញ់ជឿខ្ញុំចុះលោកអបរាជតបថាបើឯងឈប់លួចគេមែននោះខ្ញុំអរណាស់បើខ្វះខាតអ្វីមករកខ្ញុំចុះឯងកុំទើសតែងអីខ្ញុំធានាថានឹងចិញ្ចឹមឯងអស់មួយជីវិតចៅចត្រជាក៏បានលាលោកអបរាជទៅផ្ទះវិញទៅនៅថែរក្សាម្ដាយជាសុខសប្បាយលោកអបរាជនិងចៅចត្រជាគឺជាសម្លាញ់រាប់អាននឹងគ្នាចិញ្ចឹមគ្នាដល់រាបអស់មួយជីវិតដែលបានសន្យានឹងគ្នាចប់មនុស្សចិត្តជាតែងតែមានគ្នាជាទីពឹងអរគុណសម្រាប់ការតាមដានទស្សនានិងការស្ដាប់កំសាន្តនៃរឿងចៅចិត្តជាសូមចុច like និង subscribe វីដេអូម្នាក់មួយសូមអរគុណ